បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានចំណេះដឹងតូចមួយចង់ចែករំលែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធទៅនឹងអេក្រង់ទូរស័ព្ទដែលបែកហើយយើងដូរអេក្រង់ថ្មីណាបាទអេក្រង់មួយចំនួនទិញមកបដូរបានទិញមក scan កញ្ចៅដៃបានអេក្រង់មួយចំនួនគឺ scan អត់បានទេទោះបីជាអេក្រង់យើងទិញមកប្រភេទល្អយ៉ាងម៉េចក៏ដោយអញ្ចឹងចាស់ស្ដីនៃទូរស័ព្ទនេះខ្ញុំដូរពីមុនគឺអត់អាច scan កញ្ចៅដៃបានទេហើយឥឡូវវាខូចខ្ញុំក៏ទិញថ្មីមកដូរទៀតដោយសារយើងទិញដូរនៅជាងវាថ្លៃទី1យើងឲ្យជាងដូរទី1វាថ្លៃទី2វាពិបាករកផងអញ្ចឹងខ្ញុំបានកំងពីចិនមកខ្លួនឯងយកមកឲ្យជាងដូរក្រៅដោយសារទូរស័ព្ទយើងវាសេរីយូរដែរហើយយើងវាមិនសូវខ្វល់ទេឲ្យតែប្រើបានមើលឃើញអញ្ចឹងណាអញ្ចឹងខ្ញុំសាកល្បងពេលដែលដូរហើយគឺអត់ស្គាល់កញ្ចៅដៃទេកញ្ចៅដៃនៅលើនេះគឺអត់មានស្គាល់ទេអញ្ចឹងយើងទិញអានេះមកទិញអា optical ស្អីគេនេះអានេះថា optical printer calibrator បាទនេះសម្រាប់យកមក calibrate អញ្ចឹងខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនទៅកាលណាយើងដូរអេក្រង់ហើយគឺអត់មាន scan បានអញ្ចឹងយើងទិញអានេះមកអញ្ចឹងអាទី1គឺយើងនិយាយយកមកធ្វើនេះទី1ឥឡូវយើងចូលជាក់ស្ដែងតែម្ដងទៅបាទអញ្ចឹងដើម្បីមានភាពងាយស្រួលពុកម៉ែបងប្អូនខ្ញុំបង្ហាញតែម្ដងទៅទី1គឺយើងចុចលើកន្លែងនេះមកបាទអញ្ចឹងវាចូលមកម៉នុយរបស់វាហើយអញ្ចឹងម៉នុយរបស់វាយើងចូលមកកន្លែងនេះទៀត additional មកយើងចូលកន្លែងលេខ6នេះបាទលេខ6ណាបាទអញ្ចឹងវាចេញកន្លែងនេះឲ្យយើងធ្វើ calibrate ហើយអញ្ចឹងភាគច្រើនវីដេអូជាភាសាខ្មែរគឺអត់មានទេមានតែភាសាជនជាតិគេភាសាឥណ្ឌាភាសាអញ្ចឹងទៅភាសាអង់គ្លេសអញ្ចឹងទៅហើយថតអត់បានច្បាស់អីប្រហែលទេអញ្ចឹងខ្ញុំចង់បង្ហាញអញ្ចឹងចំណុចទី1ដែលយើងត្រូវធ្វើនេះគឺយកអាខាងដែលមានប្រហោងនេះ port ហ្នឹងពុកម៉ែបងប្អូនបាទគឺយើងយកមកដាក់អញ្ចឹងហើយយើងធ្វើច្រើនដងដែរសេរីឲ្យច្រើនដងត្រឹមតែត្រូវខ្ញុំធ្វើច្រើនដងដែរព្រមតែបានណាបន្ទាប់មកយើងចុច start ទៅបាទអានេះគឺអត់អីទេដាក់ទៅដឹងដំណើរការឲ្យលើកអាទី1នេះណាបាទរងចាំ plate មកបាទបន្ទាប់មកវាទាមទារយើងដាក់ពណ៌ខ្មៅអញ្ចឹងយើងដាក់ពណ៌ខ្មៅនេះពុកម៉ែបងប្អូនបាទពណ៌ខ្មៅអញ្ចឹងខ្ញុំបញ្ជាក់ឡើងនៅច្បាស់តែនេះធ្វើទៅប្រកាសតែជោគជ័យទេក៏ដូចជាការចែកម្លែកជូនពុកម៉ែបងប្អូនបាទពណ៌ខ្មៅយើងចុចនេះទៀតមកបាទចំណុចពិសេសចុងក្រោយហ្នឹងគឺកន្លែងនេះហើយពុកម៉ែបងប្អូននៅលើដុំនេះនេះមានជាតិគ្រើមឆ្នោតចាឆ្នោតតតឹងអញ្ចឹងណាអាហ្នឹងដាក់ខុសក៏វាប្រាប់ថាដាក់ខុសទិសដៅមិនដែរចុងក្រោយអានេះដាក់កន្លែងហ្នឹងពុកម៉ែបងប្អូនយើងដាក់មកយើងដាក់ផ្នែកផ្ទៃដែលឆ្នោតហ្នឹងមកលើនេះចាំមកនេះបាទអញ្ចឹងមកបាទហើយយើងចុចនេះទៀតហើយភាគច្រើនគឺបរាជ័យនៅកន្លែងហ្នឹងចំណុចចុងក្រោយហ្នឹងគឺគ្រប់គ្នាធ្វើតំបំតែត្រូវកន្លែងហ្នឹងបាទឃើញនេះខុសដូចការ៉េវា error វាអញ្ចឹងខ្ញុំធ្វើច្រើនដងត្រឹមតែបានត្រូវណាបាទអញ្ចឹងយើងព្យាយាមធ្វើសេរីមុំវាត្រូវមុំប្រឡោះនេះផងអាចចេះផងសូមឲ្យយើងដាក់ចេះអាឆ្នោតណូតឡើងលើចេះក៏វាចេញប្រាប់ថាខុសដែរអញ្ចឹងដោយសារនេះខ្ញុំធ្វើហើយអញ្ចឹងខ្ញុំគ្រាន់តែបង្ហាញជូនពុកម៉ែបងប្អូនទេអ្វីដែលសំខាន់ទី1គឺយើងដាក់នេះពណ៌នេះអា port នេះណារំនេះ port ទី2យើងដាក់ពណ៌ខ្មៅហើយទី3គឺដាក់កន្លែងនេះគ្រើមតែឆ្នោតតឹងចាអញ្ចឹងខ្ញុំចែកម្លែកជូនពុកម៉ែបងប្អូនប៉ុណ្ណឹងបាទអរគុណ